សួស្តីបងប្អូនបាទថ្ងៃហ្នឹងខ្ញុំមានសំណុំពរមួយពីបងប្រុសម្នាក់គាត់ឲ្យខ្ញុំធ្វើតែអង្គនេះបាទគាត់ថាគាត់យកពីឥណ្ឌាអង្គហ្នឹងណាហើយឃើញក្រុមអង្គហ្នឹងរឹងហើយវែងជាងធំអញ្ចឹងណាហើយយកដាំជាបាយបាទឥឡូវខ្ញុំដាំឆ្អិនអីបាទអញ្ចឹងខ្ញុំចង់តេស្តមើលតើអង្គហ្នឹងវាធ្វើឲ្យស្ករនៅក្នុងសរសៃឈាមខ្ញុំបងប្អូនឡើងប៉ុណ្ណាតាមរយៈម៉ាស៊ីនបាទស៊ីរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំញ៉ាំជាមួយនឹងត្រីបាទថាជាជួនណាសៀងរៀងប្រៃបាទហ្នឹងហើយអូខេអញ្ចឹងចង់នឹងមែនតើតើអង្គនៅពីឥណ្ឌាមួយនេះធ្វើឡើងស្ករប្រហែលឬក៏ឡើងតិចចាំមើលខ្ញុំនឹងបង្ហាញជំរាបបងប្អូនមួយម៉ោងក្រោយតបខ្ញុំញ៉ាំអាហារបងប្អូនបាទសួស្តីបងប្អូនបន្ទាប់ពីញ៉ាំវាហើយបាន1ម៉ោងឃើញថាស្ករខ្ញុំឡើងខ្ពស់បំផុតគឺ175ទេហើយខ្ញុំភ្ញាក់ផ្អើលមែនតើបងប្អូនវាឡើងទៀតហើយវាធ្លាក់វិញលឿនទៀតអញ្ចឹងណាបាទអញ្ចឹងអង្គនេះបើខ្ញុំស្រាវជ្រាវមើលទៅគេហៅថាអង្គ basmati បាទអង្គហ្នឹងគឺនៅឥណ្ឌាបងប្អូនប្លែកមែនតើអង្គហ្នឹងណាខ្ញុំដំបូងចាប់អារម្មណ៍ទេតែពេលយើងដាំវាឆ្អិនអង្គយើងជាទូទៅដូចជាអង្គផ្កាម្លិះអីដល់ពេលដាំទៅវារីកធំណាបាទហើយញ៉ាំទៅវាល្មួតវាឈ្ងុយវាឆ្ងាញ់ក៏ប៉ុន្តែអង្គនេះគឺប្លែកដាំទៅវាអត់រីកធំទេប៉ុន្តែវារីកវែងវិញអាការដាំគឺខ្លីមែនតើអាការមុនដាំគឺខ្លីមែនតើពេលដាំហើយគឺវែងមែនតើហ្មងហើយរសជាតិវាគឺបើប្រៀបទៅជាមួយនឹងអង្គម្លិះគឺអត់ឈ្នះអង្គម្លិះទេហើយបងប្អូនណាចូលចិត្តបាយស្រួយអង្គនេះគឺត្រូវហ្មងឆ្ងាញ់ហ្មងបាយស្រួយខ្ញុំនិយាយបាយស្រួយដាក់ត្រូវបដ ாய் មានអារម្មណ៍ថាឆ្ងាញ់មានរសជាតិឆ្ងាញ់អញ្ចឹងណាយកទៅឆាបាយឆានេះគឺឆ្ងាញ់អាហ្នឹងគេហៅអង្គឥណ្ឌាខ្ញុំធ្លាប់ឃើញតែក្នុងវីដេអូដល់ពេលមកធ្វើញ៉ាំខ្លួនឯងមិនដឹងហើយស្គាល់អត់ឡើងខ្លាំងទេបងប្អូនអញ្ចឹងណាសរុបសេចក្តីមកអង្គដែលខ្ញុំតេស្តទាំងអស់មានតែអង្គមើមផ្ទាល់ទេបាទអត់ឡើងស្ករហើយមើមផ្ទាល់ហ្នឹងគឺមើមផ្ទាល់សុកអង្គសើមមិនអង្គស្ងួតមើមផ្ទាល់នេះណាបងប្អូនខ្លះទិញអង្គមើមផ្ទាល់នេះអង្គស្ងួតដាក់ទឹកក្តៅដល់ទីញ៉ាំបានហ្នឹងអាហ្នឹងឡើងស្ករដូចបាយអញ្ចឹងណាញ៉ាំហ្នឹងញ៉ាំបាយទៅល្អជាងបងប្អូនមានតែអង្គមើមផ្ទាល់ស្ងួតទេដល់អត់ឡើងហើយបន្ទាប់មកឃើញឡើងមធ្យមគឺមានអង្គបាស្មាទីហ្នឹងហើយអង្គវែងអង្គដែលគេថាដាំច្រើននៅឥណ្ឌាហ្នឹងហើយបងប្អូនហើយអង្គរបស់យើងគឺឡើងខ្លាំងមែនទែនឡើងខ្លាំងជាងគេបំផុតគឺអង្គតណៅអញ្ចឹងអង្គទាំងអស់ហ្នឹងបងប្អូនត្រូវញ៉ាំឲ្យមានកំណត់មានកម្រិតត្រឹមត្រូវអញ្ចឹងណាបងប្អូនហើយអ្វីដែលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទទួលទានមួយទៀតហ្នឹងគឺមីកូនចាស់បាទវាគឺជាមីមួយដែលឲ្យឡើងស្ករហើយវាជួយទប់ពីស្ករទៀតអញ្ចឹងណាអូខេហើយជាពិសេសគឺពេលល្ងាចហ្នឹងហ្មងពេលល្ងាចគឺសំខាន់ខ្លាំងមែនទែនបាទកុំដាក់អាហារមានជាតិម្សៅច្រើនចូលទៅក្នុងហ្នឹងអញ្ចឹងណាមានដូចជាបាយមីកាទៀវបើសិនជាបងប្អូនគិតថាបងចង់ទម្លាក់ស្ករចង់ព្យាបាលទឹកនោមប៉ែមមីនេះគឺអត់មានទេបាទយើងយកវាទៅឆាជាមួយនឹងបន្លែជាមួយសាច់ជាមួយស៊ុតញ៉ាំបានដូចបាយហើយបងសម្រាប់ចោះអត់ឡើងស្ករទេបងប្អូនបាទអរគុណច្រើន